សូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់នេះជាអត្ថបទនិយាយអំពីអត្ថប្រយោជន៍ផ្លែទំពាំងបាយជូរនិងការពារពីជំងឺផ្សេងៗថាអាចជួយសុខភាពបានដល់កម្រិតណាផ្លែទំពាំងបាយជូរមិនត្រឹមតែជារបស់សម្រន់ដ៏មានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេថែមទាំងត្រូវបានគេចាត់ទុកថាជាគ្រាប់ពេជ្រនៃអាហារបំប៉នព្រោះវាផ្ទុកទៅដោយវីតាមីនសារធាតុរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលផ្ដល់អត្ថប្រយោជន៍អស្ចារ្យដល់រាងកាយខាងក្រោមនេះគឺជាអត្ថប្រយោជន៍និងសមត្ថភាពក្នុងការការពារជំងឺរបស់ផ្លែទំពាំងបាយជូរអត្ថប្រយោជន៍ចម្បងចំពោះសុខភាពជំនួយដល់សុខភាពភ្នែកទំពាំងបាយជូរមានផ្ទុកសារធាតុ Lutein និង Zeaxanthin ដែលជួយការពារភ្នែកពីការខូចខាតដោយសារពន្លឺពណ៌ខៀវ Blue Light និងកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយឬការចុះខ្សោយគំហាញនៅពេលចាស់ជរាពង្រឹងសុខភាពឆ្អឹងវាសម្បូរទៅដោយវីតាមីន K កាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូមដែលជាសារធាតុសំខាន់ក្នុងការជួយឲ្យឆ្អឹងរឹងមាំនិងការពារជំងឺពុកឆ្អឹងជំនួយដល់ខួរក្បាលនិងការចងចាំសារធាតុប្រឆាំងអុកស៊ីតកម្មឈ្មោះថា Resveratrol នៅក្នុងទំពាំងបាយជូរជាពិសេសទំពាំងបាយជូរពណ៌ក្រហមនិងស្វាយជួយជំរុញលំហូរឈាមទៅកាន់ខួរក្បាលធ្វើឲ្យការចងចាំបានល្អនិងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេង Alzheimer's ថែរក្សាស្បែកនិងពន្យារភាពចាស់សារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាស្បែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យនិងរ៉ាឌីកាល់សេរីជួយឲ្យស្បែកភ្លឺថ្លាតឹងណែននិងកាត់បន្ថយស្នាមជ្រីវជ្រួញការការពារជំងឺនិងបញ្ហាសុខភាពការពារជំងឺបេះដូងនិងសរសៃឈាមសារធាតុ Resveratrol និងប៉ូតាស្យូមជួយកាត់បន្ថយសម្ពាធឈាមបញ្ចុះកម្រិតកូលេស្តេរ៉ុលអាក្រក់ LDL និងការពារការកកស្ទះសរសៃឈាមដែលជាមូលហេតុចម្បងនៃជំងឺកាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាលកាត់បន្ថយហានិភ័យនៃជំងឺមហារីកទំពាំងបាយជូរសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លាដែលជួយប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកដូចជាមហារីកពោះវៀនធំមហារីកសដននិងមហារីកក្រពេញប្រូស្តាតជំនួយប្រព័ន្ធភាពស៊ាំការពាររាងកាយបរិមាណវីតាមីន C និងសារធាតុរ៉ែផ្សេងនៅក្នុងទំពាំងបាយជូរជួយពង្រឹងប្រព័ន្ធការពាររាងកាយឲ្យរឹងមាំដើម្បីទប់ទល់នឹងមេរោគបាក់តេរីនិងជំងឺផ្ដាសាយទូទៅជួយគ្រប់គ្រងជាតិស្ករការពារជំងឺទឹកនោមផ្អែមទោះបីជាវាមានរសជាតិផ្អែមប៉ុន្តែទំពាំងបាយជូរមានសន្ទុះជាតិស្ករ Glycemic Index ទាបដែលមានន័យថាវាមិនធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើងខ្លាំងភ្លាមនោះទេប្រសិនបើយើងទទួលទានក្នុងបរិមាណសមល្មមព្រមទាំងជួយបង្កើនភាពស៊ាំនឹងអាំងស៊ុយលីនទៀតផងចំណាំសំខាន់ដើម្បីទទួលបានសុវត្ថិភាពនិងអត្ថប្រយោជន៍ពេញលេញសូមលាងសម្អាតផ្លែទំពាំងបាយជូរឲ្យបានស្អាតល្អជាមួយទឹកអំបិលឬទឹកលាងបន្លែផ្លែឈើមុននឹងទទួលទានដើម្បីកម្ចាត់សំណល់ថ្នាំសម្លាប់សត្វល្អិតដែលមានជាប់នៅលើសម្បកប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមគួរទទួលទានក្នុងបរិមាណកំណត់តាមការណែនាំរបស់គ្រូពេទ្យ